បាទសូមគោរពជំរាបសួរអ្នកភូមិអុកដេទាំងអស់ហើយក៏ដូចជាបរិយាអុកដេដែរដែលបានប្រពកម្មវិធីបុណ្យភូមិអុកដេឆ្នាំ2026ហើយសូមជំរាបថាបុណ្យអុកដេនេះយើងបានប្រពពីឆ្នាំ2025កន្លងទៅដែរហើយយើងបានធ្វើបានជោគជ័យក្នុងភូមិយើងនេះឆ្នាំនេះយើងពិតជាមានការសោកស្ដាយមែនទែនដោយសារប្រទេសជាតិយើងជួបនៅសង្គ្រាមជាមួយប្រទេសជិតខាងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងនៅតែប្រពកម្មវិធីនេះឡើងដើម្បីបង្ហាញអំពីការរួបរวมសាមគ្គីគ្នារវាងខ្មែរយើងទាំងអស់គ្នាឆ្នាំ2025ពួកយើងបានរៀបចំមានកម្មវិធីដូចជារាំមានតាំងពីកម្មវិធីលេងល្បែងប្រជាប្រិយហើយបើរាំវិញរាំតាំងពីដើមកម្មវិធីដល់ចប់កម្មវិធីហ្មងសប្បាយខ្លាំងហ្មងសប្បាយខ្លាំងហ្មងមួយវិញទៀតសម្រាប់ឆ្នាំ2026នេះគឺឃើញថាបុណ្យភូមិយើងនឹងគឺបន្ថែមនៅមានល្ខោនស្បែកមានអាយ៉ៃឆ្លោយឆ្លងមានអីផ្សេងបន្តទៀតហើយឮថាមានដាក់តាំងផលិតផលមានស្តង់មានអីបើសិនបងប្អូនអ្នកភូមិយើងចង់បង្ហាញផលិតផលនៅក្នុងភូមិយើងឬក៏ផលិតផលដែលយើងចង់បង្ហាញថាយើងមានលក់អីហ្នឹងគឺខាងគណៈកម្មការរៀបចំហ្នឹងគាត់មានស្តង់សម្រាប់ដាក់បង្ហាញរហូតដល់100ស្តង់អញ្ចឹងបងប្អូនអាចទិញបានមានតាំងពីម្ហូបអាហារមានតាំងពីការតាំងផលិតផលក្នុងស្រុកមានតាំងពីការតាំងផលិតផលផ្សេងដែលបងប្អូនយើងចំណាប់អារម្មណ៍យកមកតាំងផ្សាយនៅក្នុងបុណ្យភូមិសម្រាប់ឆ្នាំ2026នេះដែលឡែកឆ្នាំនេះគឺយើងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី27 28 ខែមិនិនាឆ្នាំ2026នេះហើយក្នុងនោះក៏សូមគោរពអញ្ជើញបងប្អូនទាំងអស់ដែលបានដឹងព័ត៌មានឬក៏ទស្សនាវីដេអូនេះសូមអញ្ជើញចូលរួមទាំងអស់គ្នាគឺកម្មវិធីរបស់យើងថ្ងៃទី27គឺមានពិធីសូត្រមន្តគឺម៉ោង7 ព្រឹកតែម្ដងថ្ងៃទី27ហើយសូមជម្រាបផងដែរថាក្រៅពីពិធីសូត្រមន្តយើងមានកម្មវិធីផ្សេងជាច្រើនទៀតថាតែអ្នកភូមិគឺឬក៏បរិយាអុកដេទេបងប្អូនប្រជាពលរដ្ឋខ្មែរផ្សេងក៏អាចចូលរួមជាមួយគ្នាបានដែរក៏ចូលរួមអរគុណដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីបុណ្យភូមិនេះមានក្រុមហ៊ុនឆ្នាំនេះដូចច្រើនណាស់ដូចជាខាង Ford ខាង70 ម៉ាយខាងណាទៀតតែគាត់ចូលរួមឧបត្ថម្ភធំហើយតែឧបត្ថម្ភធំហ្នឹងគឺអ្នកភូមិអុកដេយើងហ្មងដែលគាត់ចូលរួមមិនថា50 100 20 30រៀលគាត់ចូលរួមទឹកចិត្តបងប្អូនគាត់បងប្អូនអ្នកភូមិដើម្បីឲ្យក្មេងៗក្នុងភូមិហ្នឹងគាត់ឃើញគាត់ស្គាល់អំពីតម្លៃនៃប្រពៃណីជាតិយើងថាតើប្រពៃណីជាតិយើងវាមានអីខ្លះ